ក្មេងវាទៅអើតវាធ្លាក់ចូលទៅក្នុងដងដងមួយជ្រៅណាស់ណាបាទតាំងពីក្មេងនឹងគាត់ស្លាប់មកណាគាត់ចេះតែយីរួមទៅចេះតែឲ្យគេឃើញបាទមានន័យថាតម្រង់បែបម៉េចចាអង្គុយលើមាត់ដងបាទអង្គុយលើមាត់ដងវត្តមានជាខ្ញុំទាំងពីរនាក់សូមលំអរកាយថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈក៏សូមអនុញ្ញាតគោរពនឹងជម្រាបសួរប្រិមត្តទូរទស្សនិកជនដែលនិយមតាមដានទស្សនានៅក្នុងកម្មវិធីចាស់ចង្គៀងរាត្រីចាយ៉ាងណាមិញប្រិមត្តទូរទស្សនិកជននៅក្នុងរាត្រីនេះវត្តមានរបស់យើងខ្ញុំទាំងពីរនាក់គឺជាពិសេសគឺបងលីដែលជាអ្នកចែករំលែកអញ្ញនេះបានថាដោយសារបងគាត់ជាអ្នកកាន់កម្មវិធីនិទានហ្នឹងគឺថាតកតងជាមួយនឹងរឿងវិញ្ញាណហ្នឹងច្រើនមែនទែនចាហើយក៏បងបានស្ដាប់នៅរឿងរ៉ាវជាច្រើនដែលប្រិមត្តបានចែករំលែកហើយក៏ជាពិសេសរឿងរ៉ាវមួយចំនួនហ្នឹងគឺប្រិមត្តបានចែករំលែកមកកាន់កម្មវិធីយើងផ្ទាល់តែម្ដងចាអញ្ចឹងសម្រាប់រាត្រីនេះបងមានរឿងអ្វីដែលនឹងបន្តនៅក្នុងការជម្រាបជូនក៏ជាចែករំលែកទៅកាន់ប្រិមត្តតកតងជាមួយនឹងជំនឿដែរចាបាទអរគុណមុននឹងចូលទៅកាន់រឿងរ៉ាវដែលនឹងលើកយកមកជម្រាបជូននៅក្នុងរាត្រីនេះបាទអញ្ចឹងសូមបញ្ញាចិត្តនឹករលឹកទៅដល់បងប្អូនយើងនៅខាងខេត្តកំពង់ស្ពឺជាពិសេសផងបាទរឿងហ្នឹងសង្ស័យទៅនៅកំពង់ស្ពឺហ្នឹងហើយចារឿងដែលត្រូវលើកយកមកជជែកក៏ដូចជាផ្ដល់ជូនទៅកាន់បងប្អូនយើងនេះគឺជាសាច់រឿងមួយដែលកើតឡើងនៅខេត្តកំពង់ស្ពឺចាបាទសាច់រឿងមួយកើតឡើងនៅខេត្តកំពង់ស្ពឺនៅខាងស្រុកអីដែរបងបាទខ្ញុំអត់ចាំស្រុកទេបាទដោយសារតែច្រើនឆ្នាំហើយប៉ុន្តែគាត់ខលចូលមកហ្នឹងគឺដឹងតែកំពង់ស្ពឺបាទអញ្ចឹងពីខេត្តណាខ្ញុំចុចច្បាស់បាទតែបើឲ្យស្រុកភ្លេចអីព្រោះដោយសារច្រើនឆ្នាំពាក់ព័ន្ធមួយរឿងតែសាច់រឿងនេះគឺពាក់ព័ន្ធជាមួយនឹងគេហៅថាវិញ្ញាណកូនក្មេងបាទវិញ្ញាណកូនក្មេងអញ្ចឹងនៅខេត្តកំពង់ស្ពឺបងប្អូនដឹងហើយស្រុកឬក៏ភូមិខ្លះរបស់បងប្អូនយើងមួយចំនួនកាលពីកន្លងឡើយមិនទាន់អភិវឌ្ឍមកដល់សពថ្ងៃនេះណាចាគេជីកយើងប្រើទឹកអណ្ដូងណាខ្លះគេហៅថាប្រើទឹកស្រះទឹកអណ្ដូងទឹកស្រះមួយទៀតស្រុកខ្លះគេជីកអណ្ដូងដាក់ដូចអណ្ដូងខ្នោះអញ្ចឹងដែលស្គាល់អណ្ដូងខ្នោះហ៎ជារង្វង់ហ៎ជារង្វង់មួយទៅគេយកយោងទៅដុសទឹកហ្នឹងហើយតន់ទេតន់អត់ទេខ្ញុំកាត់តន់ហើយផ្ទះយាយនៅខាងក្រោយផ្ទះចាំមានដងលក្ខណៈដងបើថាដងខ្នោះខ្ញុំអត់ស្គាល់មែនប៉ុន្តែដងជារង្វង់ហ្នឹងខ្ញុំដឹងតែហៅដងហ្នឹងហៅអីខ្ញុំដឹងតែហៅដងចាដងយោងអាលូយើងកង់នេះគេហៅអីគេដំបងហៅលូអាហ្នឹងគេហៅពីមុនគេអត់ហៅលូទេគេហៅអីទៅគេខ្នោះដងអូហៅកង់ហ្នឹងហើយលូកង់ហៅខ្នោះដងចាឥឡូវមកតើមួយដងហ្នឹងចាអញ្ចឹងនៅកំពង់ស្ពឺគឺពុកម៉ែបងប្អូនយើងតាមស្រុកតាមភូមិហ្នឹងគាត់ប្រើអណ្ដូងហ្នឹងណាចាបាទអណ្ដូងខ្នោះហ្នឹងក៏ដឹងហើយជួនកាលយើងក្មេងៗតែអើតមើលអញ្ចឹងមិនអញ្ចឹងហ៎ចាអើតមើលហ្នឹងជួនកាលគប់ដីគប់អីចូលគប់អីចូលនិយាយលពឹសបាទអូឃើញទៅអើតទៅឃើញអ្នកខ្លះឃើញកែបឃើញអីដូចនឹកដល់អតីតកាលបាទហ្នឹងហើយទៅយកដីទៅយកថ្មទៅគប់អាកែបហ្នឹងនៅក្នុងដងទាំងតែទឹកអណ្ដូងហ្នឹងគឺទឹកអណ្ដូងដែលប្រើប្រាស់រាល់ថ្ងៃចាស់គាត់ប្រើរាល់ថ្ងៃអញ្ចឹងទៅចាស់ដេញចាស់ស្ដីចាស់ថាទៅបាទអញ្ចឹងរឿងហ្នឹងក្មេងវាទៅអើតក្មេងវាទៅអើតវាធ្លាក់ចូលទៅក្នុងដងមួយជ្រៅណាស់ណាបាទក្មេងវាទៅលេងបងប្អូនក្មេងវាទៅលេងវាធ្លាក់ចូលទៅក្នុងដងហ្នឹងចាអញ្ចឹងធម្មតាទេដងវាមានទឹកហើយកម្ពស់ហ្នឹងក៏វាមានអាខ្លះដងខ្លះជីកទល់តែជ្រៅខ្លាំងទៅមានទឹកដងខ្លះទៀតតែប្រហែលខ្នោះក៏មានទឹកហើយចាបាទអញ្ចឹងនៅពេលដែលក្មេងទូចនឹងធ្លាក់ចូលទៅនេះអាក្មេងគ្នាវានឹងរត់ទៅប្រាប់ចាស់ដែរតែតម្រាំតែចាស់ដឹងតម្រាំតែមកដល់ក្មេងដាច់ដង្ហើមបាត់ហើយព្រោះស្ថានភាពដងហ្នឹងគឺជ្រៅបាទហើយធ្លាក់ដងខ្នោះបងប្អូនជាទូទៅក្មេងទូចអត់ចេះហែលទឹកហ្នឹងលងតែទឹកដងហ្នឹងគឺស្លាប់ហើយព្រោះដងវាជ្រៅផងបាទតម្រាំហើយកំពុងស្ពឺមិនមែនដងធ្វើនៅគៀកផ្ទះទេដូចថាភូមិមួយអញ្ចឹងទៅ10 20 30 40ផ្ទះជួនកាលប្រើដងតែមួយណាហ្នឹងហើយបាទប្រើដងតែមួយទេនៅចំណុចកណ្ដាលណាមួយហ្នឹងហើយអញ្ចឹងគឺខ្លះទៅដើរស្រែហ្នឹងទៅប្រើទឹកដងហ្នឹងទៅរែកពាក់កណ្ដាលរែកយកមកប្រើតែរៀងខ្លួនអញ្ចឹងទៅណាចាអាហ្នឹងអញ្ចឹងក៏លងក្មេងនឹងស្លាប់ទៅបាទឥឡូវបន្ទាប់មកវិញលងក្មេងនឹងស្លាប់ក្រោយមកទៀតនៅពេលដែលចុះធម្មតាទេដងគឺត្រូវតែប្រើហើយ
tu miên mà nương lông slap chẳng cái đa cái ấy chanh nhá đa tật cha năng ạ cho tật đua đa chắc ở bên chanh nhà tham mau với mau để sạc mình quạt cách slap nó cứ bản chẳng về miền Pành Hà nông tật năng về miền mộ miền ấy chẳng thế nè chẳng cái sập át đồ nâng xa chỉ tham lăng vĩnh có pra pra thom đà bản pra pra thom đà nâng pe dục lăng thom đà nè nơi khai cái pung spư đăng ấy bong ôn dương pe khla mau bị sải mau bị plư ấy đập mà tận đập giúp pi tận đập giúp bay plư nè khla xa chứ kế mà đây tức chất plư chất ấy ra ra bàn môn kề mà đong lại bàn môn kề bản bay plư pe khla con pin cao cái bản nè khla ngợp lăng gì luôn tới mà nữ xa ăn đôi cái này để khla con rết mong bên này mong bên đu chân tới khla tới bật ngày láng với cho ăn cái này tận đong tức nó về tranh toàn để hay về từ cái này chẳng khla ngợp môn cái tờ rệt chẳng à tăng bị khơi nó quạt slap máu nè quạt chơi ta gì luôn tới chơi ta ao kì khơi bạt miền đây ta tụm rong bạc mệt coi lơ mọt đốn bạt coi lơ mọt đốn pe đây đôi ta lỡ đốn nó về nơi vil chẳng à chẳng Canada dương tờ rét môn kế dương tới nè đào từ chắc chật đòn đốn tới xẹp ta khơi mà đừng coi mọt đốn con của mình coi mọt đốn chẳng á coi máu tung bẹp mà đừng coi chẳng á họ đập cái tới chút đó lột lung tới bạt tới chút đó là lột lung tới bạt chẳng nẹt sọc nắng tay ta khơi nẹt lát khơi thì hay lát tới quạt màu để ta chất lư quạt để muốn cái chất lư chẳng tới có khơi này khơi không mấy nữa khơi tại admin từ lông cái bếp ấy này còn đặt thầm coi mọn đâu hái mà nước đau chết đó bạt lột trong tới loan snow tật plung chẳng thế này đừng đừng lột chẳng pe giúp hay pe tiệp lử ở tiền trong giấy tha nẹt sọc đang quạt xa khơi tam pi tam mình điệp sinh cái này bạt aoจะngặt chẳng tới nẹt na còn tới chẳng thử khơi chẳng tới bạn chẳng còn là bầy thà mồi nè đâu chẳng tới này tôi đang vì lúng á nè bạn chẳng tới có đang đổ nó về miền mồi miền ấy tới chẳng tới thì hiện là cha kịp ở tại ngay làng giúp làng nắng bay chữ ăn sơ miền này hiện tầm mùi tì đời sạc khai màu đồng ngày muối bạn bong phỏ để quát vào đó là riêng mà can cao về thi nắng còn thang ngày muối miền ca cái này chết nừng nừng phun nắng á chẳng tới mà nước mình nít thử ca bảo bẹt tức nông vì miền bong ôn nắng mau pìm pình bạn bong ôn kia nắng mau pìm pính từ ca nừng chẳng từ ca nắng giúp lớn bây giờ rom ấy hay on nắng nè chẳng kia từ tận đầu nó từ mũi tận rồi sao cái mau bị trùng ngày mà mau bị trùng ngày nâng ngày chẳng bong ôn kia nom từ hay chẳng admin pina từ vậy bẹp tha nặng miền không mấy kia mình bẹp thế này chẳng ngái luôn bạn hay nam muốn đấu nó có cái bảo hoàng ngay thì còn là ta giúp láng ăn sơ mi nè từ chẳng nè mau pìm pính nó có từ đi thăm mà nè pi nè thế hay miên nè bong ôn kia nè phum nắng kia nom từ mà nè này bà tới chẳng mũi chẳng nè đùa bạn còn phép tha pi về nè nó cái đùa màu chẳng tới chạ đạn cả thốn á chán đây đúng bà sọc la cái chán đây vậy bà cái thốn nắng á phum hai cái thốn nắng ngày phum la hai bong ôn la chán đây họ bị kia la hai xây như nằng bạn chẳng miên nè mà nè pi nó còn mũi chả đi miền đây thằng miền sấy miền ấy chẳng tới nè còn mũi đã tực cái chạ đạn cả thôn nó chu chẳng tới miền bong mũi nó còn tại trăng đòn tực nâng của quạt mau pi pin quạt trong vậy ta quạt ở đây đấu nó phải tới chuyện đôi lên chẳng đằng ngàyแต่เขาไม่เหมือนแต่ไม่เนี่ยจะไงยังก่อนได้ดองก็เจจังเยอะโยงtự bọc nồng đốnให้tiền chẳng có trong có thưa nắng đôi chỉ lên chứ năng ngày đã đôi chỉ lên chẳng bông phun đằng mà vậy mà np đã kia mũi nhẹ mà chỉ hiến đi ta ở lấy dương cất mới đốn nên chẳng nè mũi kia mũi phải gì mà máy pi bị khang nó nè hay giúp về ngặt ba cái lên chọc hay cả ta cái mà mũi tức giúp hơi để sao quạt đạm pin này ấy chẳng tới quạt con mình chơi sổ sáp con mui tật chứ nè, hay bong bong cái còn no mau mà nè, bong phò mà nè nó nghe, nè vua nó bong phò, ta bong phò mình nè con đang quạt mà gì, quạt vua tật nó mau bong đang pe đây là mà đây tiết đó là tiên thông máu á, quạt tiên máu nó cứ khmei nâng thông nâng mỏng, bạn
ក្មេងតោងនឹងធុងនឹងមក អូយ បាទក្មេងគាត់ថាកូនក្មេងតោងនឹងធុងនឹងហ្មងអត់គាត់ថាទំងន់ហ្នឹងវាដូចជាយួរទឹកមួយធុងឯងទំងន់ហ្នឹងគឺទំងន់ដូចយួរទឹកមួយធុងឯងវាអត់ធ្ងន់អីថាយើងទាញមនុស្សទាញអីឡើងឯងបាទអោនគាត់អោនអាដល់ធុងហ្នឹងចាប់ទាញមកហ្នឹងគឺក្មេងបណ្ដោយបាទគាត់ថាឃើញក្មេងសើមជោគបែបតោងធុងចឹងហ្មងបាទអញ្ចឹងគាត់តម្លាក់ចូលទៅវិញហើយគាត់ថាមានក្មេងនៅក្នុងដងមានក្មេងក្នុងដង អញ្ចឹង បាទគាត់ប្រាប់គេមានក្មេងក្នុងដង ពេលហ្នឹងគាត់គិតថាជាវិញ្ញាណឬក៏ជាអីអត់មានគិតទេ តាមពិតគាត់គិតថាខ្មោចទេមិនមែនគិតថាក្មេងអីទេប៉ុន្តែតម្លាក់គាត់ថាក្មេងបណ្ដោយមានក្មេងនៅក្នុងដងគាត់ប្រាប់គេមានក្មេងក្នុងអញ្ចឹងគេដឹងនេះអាអ្នកជូនទៅនេះដឹងភ្លាមហ្មង ហ្នឹងហើយគាត់អ្នកភូមិហ្នឹងហើយហ្នឹង ហ្នឹងហើយដឹងភ្លាមហ្មងក៏ផ្អើលឈូឆរទៅងើបមានអ្នកខ្លះកាន់ពងកាន់អីទៅទៅផ្ទះទៅអីទៅបានគេប្រាប់ថាដងហ្នឹងមានក្មេងវិលងស្លាប់ក្មេងធ្លាក់ចូលដងហ្នឹង ចា បាទ ងូតហើយបាត់ហើយ ឃើញតែហ្មងហ្នឹងមានទាំងនេះស្អីបាទ ហ្នឹងអ្នក អ្នក ឃើញ មួយទៅអ្នកយោងនេះយោងបែបលេងណា ចា បែបដូចថាយើងទៅពីពេញដែលបានយូរអាហ្នឹងយូរវាមិនវាទាញយ៉ាងម៉េចទាញមកអញ្ចឹងលូកដៃមកប៉បមកហើយក្មេងនៅអញ្ចឹងមើលមុខអញ្ចឹងហើយគាត់តម្លាក់អាធុងហ្នឹងទៅវិញទាំងអស់ទៅហើយស្រែកថាក្មេងមានក្មេងនៅក្នុងដងមានក្មេងនៅក្នុងដងផ្អើលឈឺឆ្លង សម័យបងប្អូនសម័យទស្សនភាពខ្ញុំ បាទ សម័យថាឥឡូវវាទៅទាញយើងទាញយោងឡើងហើយបែរជា យើងសម័យនេះបើសិនជាករណីថានេះមិនដឹងថាគាត់ឃើញហ្នឹងទស្សនភាពហ្នឹងទស្សនភាពដែលគាត់ឃើញហ្នឹងវាជាឲ្យឃើញបែបណាណាតែបើសិនជាឲ្យឃើញបែបប្រឡាចឧទាហរណ៍ថាបើភ្នែកក្រហមបាទបើបែបដូចថាក្មេងលងទឹកបែបជ្រុះសក់ជួយអស់បែបតងោលបែបអលោងអីដូចផ្សោតដូចអីហ្នឹងមិនដឹងថាលុះព្រលឹងប៉ុណ្ណាប៉ុន្តែយើងមិនដឹងថាអត្តភាពដែលគាត់ឃើញនៅក្នុងធុងដែលគាត់ស្រែកប្រាប់គេថាជាក្មេងនេះជាមនុស្សនេះជាក្មេងនៅក្នុងដងនេះគាត់ប្រឡែងទៅវិញមិនដឹងថាគាត់ឃើញនឹងទស្សនភាពបែបម៉េចចាបាទយើងសម័យមុតអាធម្មតាអ្នកធ្លាប់យួរទឹកហ្នឹងដឹងហ៎គឺដល់ហ្នឹងយើងកាន់អាដៃធុងហ៎ចាបាទកាន់ពុបទៅវាក្មេងនៅតោងអញ្ចឹងតោងធុងហ្នឹងមើលគាត់អញ្ចឹងបាទចាហើយនេះជាក្មេងបើយើងនិយាយទៅគេថាសពតៃហោងហ្នឹងហើយបាទសពតៃហោងហើយក្មេងវាចូលចិត្តលេងបើយើងនិយាយទៅក្មេងវាចូលចិត្តលេងអញ្ចឹងបានអ្នកស្រុកអ្នកភូមិទៅឃើញគ្នាអង្គុយនៅមាត់ដងទៅលោតតម្លាក់ទៅលន់ភ្លុងដូចដងធ្លាក់អញ្ចឹងលន់ភ្លុងអញ្ចឹងទៅហើយខ្លះហ្នឹងគេអត់ខ្លាចគេហៅឈ្មោះបងនឹងគាត់ថាមានតាណាតាណីអញ្ចឹងទៅអូដូចថាឥឡូវអាកូននឹងវាឈ្មោះកអញ្ចឹងណាអាកហែងចេះមួយជាពីរអញ្ចឹងហ្នឹងគាត់ទៅយួរទឹកហ្នឹងធម្មតាទៅចាទៅប្រើប្រាស់អីទឹកដូនហ្នឹងធម្មតាទៅចាស់ណាគាត់អត់ខ្លាចទេតែបើពេលណាខ្លាចអត់ហ៊ានទៅតថ្ងៃឡើងប៉ុន្តែអ្នកដែលអត់ខ្លាចហ្នឹងគាត់ទៅគាត់ឃើញអញ្ចឹងស្រែកហើយហើយកុំចេះមួយចេះពីរអាចៅហ្នឹងហើយអាតាម្ដងទឹកអីចឹងទៅបាទអាហ្នឹងគាត់ប្រាប់ថាអញ្ចឹងហ្នឹងកើតឡើងនៅខេត្តកំពង់ស្ពឺបងប្អូនគាត់ខលមកឲ្យជារឿងពិតក្មេងដែលគាត់ស្លាប់ហ្នឹងគឺគាត់ទៅគប់លេងគាត់ទៅអើតលេងណាហើយគាត់ដំទិញធ្លាក់ទៅហ្នឹងគឺលងទឹកម្ដងនឹងស្លាប់ហ្នឹងហើយចាប្រមាណទស្សនិកជននេះគឺជារឿងពិតដែលបងប្អូនដែលកើតឡើងនៅខេត្តកំពង់ស្ពឺតែតងជាមួយនឹងវិញ្ញាណក្មេងនៅក្នុងអណ្ដូងចាអរគុណសម្រាប់លោកនាងដែលចំណាយពេលវេលានៅក្នុងការតាមដានទស្សនាកម្មវិធីរបស់យើងហើយក៏ជាពិសេសហ្នឹងគឺថាសម្រាប់បងប្អូនដែលមានរឿងពិតចង់ចែករំលែកនៅក្នុងកម្មវិធីក៏អញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងបានផងដែរតាមរយៈការជជែកផ្ទាល់ឬមួយក៏តាមរយៈ comment ចាប្រមាណទស្សនិកជនសន្យាជួបគ្នានៅក្នុងភាគក្រោយចាដោយគណៈពេលនេះវត្តមាននាងខ្ញុំកូកូចាបងលីនិងសហការីក៏សូមអរគុណនិងសូមគោរពលា